Bản videoនេះគឺយើងបន្តចូលដល់ចំណុចទី4ទាក់ទងទៅនឹងការផ្លាស់ប្ដូររូបភាពនៅលើអេក្រង់កុំព្យូទ័ររបស់យើងការផ្លាស់ប្ដូររូបភាពនេះដែរគឺលោកគ្រូមានចំនួន2វិធីសាស្ត្រដើម្បីធ្វើការផ្លាស់ប្ដូរនៅរូបភាពបាទជាងយើងចាប់ផ្ដើមធ្វើការសិក្សាទាក់ទងទៅនឹងវិធីសាស្ត្រឬក៏របៀបក្នុងការផ្លាស់ប្ដូររូបភាពទី1ជាងដំបូងគឺយើងត្រូវធ្វើការម៉ៅស្ដាំនៅលើអេក្រង់កុំព្យូទ័ររបស់យើងហើយយើងចូលទៅកាន់ personalize ដោយដែលរូបភាពបង្ហាញនៅផ្នែកខាងក្រោមនេះហើយបន្ទាប់មកគឺយើងចូលទៅកាន់ backgroundនោះគឺយើងអាចធ្វើការជ្រើសរើសរូបភាពដែលយើងចង់បានដាក់នៅលើអេក្រង់ហើយបាទចឹងដើម្បីកាន់តែច្បាស់គឺលោកគ្រូអនុវត្តបង្ហាញតែម្ដងយើងធ្វើការម៉ៅស្ដាំនៅលើអេក្រង់កុំព្យូទ័ររបស់យើងហើយយើងចូលទៅកាន់ personalize បន្តមកយើងក្រឡេកមើលត្រង់កន្លែង select term កន្លែងនេះក៏វាមានឲ្យយើងធ្វើការជ្រើសរើសនៅ term ដែលមានស្រាប់ៗដែរជាងបើសិនជាករណីយើងចង់បានតម្រងបែបនេះយើងគ្រាន់តែ click មកឆ្វេងលើវាមួយចឹងវានឹងធ្វើការផ្លាស់ប្ដូរឲ្យយើងតែម្ដងបាទឃើញទេបាទចឹងវាផ្លាស់ប្ដូរទាំង background នៅលើ desktop computer របស់យើងហើយនឹងទាំង Windows Explorer របស់យើងជាដើមគឺផ្លាស់ប្ដូរទាំងអស់បើយើងចង់បានតម្រងផ្សេងទៀតគឺយើងអាចធ្វើការជ្រើសរើសតាមការចង់បានបាទជាងបកតើតើទៅនឹងការផ្លាស់ប្ដូររូបភាពរបស់យើងបន្ថែមទៀតកន្លែងនេះគ្រូគ្រាន់តែបង្ហាញឲ្យដឹងណាចឹងមិញគឺថាយើងធ្វើការម៉ៅស្ដាំទៅលើអេក្រង់កុំព្យូទ័ររបស់យើងហើយយើងចូលទៅកាន់បាទ personalize បន្ទាប់ពីចូលទៅកាន់ personalize ហើយគឺយើងត្រូវចូលទៅកាន់ background ហើយនៅក្នុងនេះគឺយើងអាចធ្វើការជ្រើសរើសនៅរូបភាពដែលយើងបានធ្វើការធ្លាប់ដាក់ពីមុនបើយើងធ្លាប់ដាក់ពីមុនយើងគ្រាន់តែធ្វើការជ្រើសរើសនៅរូបភាពហ្នឹងទៅគឺបានហើយអញ្ចឹងឧទាហរណ៍លោកគ្រូចង់ជ្រើសរើសរូបភាពមួយនេះជាលោកគ្រូគ្រាន់តែចុចមកឆ្វេងលើវាមួយមកចឹងវានឹងធ្វើការផ្លាស់ប្ដូរនៅរូបភាពលើអេក្រង់កុំព្យូទ័ររបស់លោកគ្រូហើយបាទតែបើសិនជាករណីយើងចង់បានរូបភាពផ្សេងក្រៅពីរូបភាពទាំងអស់នេះគឺយើងត្រូវធ្វើការជ្រើសរើសនៅជម្រើសត្រង់កន្លែងនេះចុចមកឆ្វេងលើវាមួយមកហើយជ្រើសរើសយក picture បន្ទាប់ផ្នែកខាងក្រោមនេះគេថា choose a photo ជាមានន័យថាយើងចុចត្រង់កន្លែង browse photo នេះមកដើម្បីធ្វើការជ្រើសរើសនៅរូបភាពរបស់យើងចុចត្រង់មួយមកហើយបន្តមកគឺយើងត្រូវទៅរកទីតាំងនៃរូបភាពដែលយើងបានដាក់បាទអញ្ចឹងបើសិនជាករណីបងប្អូនមានរូបភាពនៅលើបាទទីតាំង desktop ទៅយកពី desktop បាទបើសិនជាករណីទីតាំងផ្សេងទៀតគឺបងប្អូនអាចទៅជ្រើសរើសតាមទីតាំងដែលបងប្អូនបានដាក់ណាបាទអញ្ចឹងលោកគ្រូដាក់នៅក្នុងទីតាំង driver បាទអញ្ចឹងលោកគ្រូចុចទៅលើ driver នេះមកចូលទៅកាន់វគ្គកុំព្យូទ័រដំបូងហើយចូលទៅកាន់មេរៀនទី3អញ្ចឹងនៅក្នុងនេះគឺគ្រូមានឯកសារអនុវត្តលំហាត់និងឯកសារអនុវត្តលំហាត់តាមមេរៀននីមួយៗនិងមានជាសៀវភៅមានការដំឡើងកម្មវិធីជូនពីចម្ងាយក្នុងតម្លៃសមរម្យបើសិនជាករណីចង់ឲ្យលោកគ្រូជួយដំឡើងហើយទាញយកឯកសារអនុវត្តលំហាត់ជូនគឺអាចធ្វើការទំនាក់ទំនងលោកគ្រូតាមរយៈ Telegram ឬក៏ Facebook តាមរយៈ link ផ្នែកខាងក្រោមនៃវីដេអូនេះចំពោះ YouTube បើសិនជាករណី Facebook គឺបងប្អូនអាចចុចទៅលើ link ផ្នែកខាងលើវីដេអូបាទយកលោកគ្រូចូលទៅកាន់មេរៀនទី3ហើយជ្រើសរើសរូបភាពណាមួយដែលលោកគ្រូចង់បានឥឡូវលោកគ្រូជ្រើសរើសរូបភាពមួយនេះចុះបន្ទាប់មកលោកគ្រូចុច choose this picture បាទនោះគឺយើងអាចធ្វើការផ្លាស់ប្ដូររូបភាពនៅលើអេក្រង់កុំព្យូទ័ររបស់យើងបានហើយបាទហើយនៅក្នុងនេះគឺយើងអាចធ្វើការបង្ហាញនៅទម្រង់នៃរូបភាពដែលយើងចង់បង្ហាញនៅលើ desktop នៅលើអេក្រង់កុំព្យូទ័ររបស់យើងអញ្ចឹងលោកគ្រូជ្រើសរើសរូបភាពមួយនេះសិនដើម្បីងាយស្រួលបង្ហាញបាទអញ្ចឹងរូបភាពដែលបង្ហាញនៅលើអេក្រង់គឺវាមានទម្រង់បែបនេះបើសិនជាករណីយើងចង់បានទម្រង់ផ្សេងទៀតគឺយើងគ្រាន់តែចុចត្រង់បាទ choose a fit for your desktop image បាទមួយជួរនេះអញ្ចឹងនៅក្នុងនេះវាមានជំរើសជាច្រើនមានដូចជា fill មានដូចជា fit មាន stretch មាន tall center និង span ជាដើមអញ្ចឹងយើងអាចធ្វើការជ្រើសរើសតាមការចំណាត់របស់យើងតែជាធម្មតាលោកគ្រូប្រើតែ fill ហើយនិង fit នេះទេបាទមើលទៅស្អាតអញ្ចឹង fit មានថាសមបាទល្មមសមរម្យអញ្ចឹងណាអញ្ចឹងលោកគ្រូចូល fit ហើយអញ្ចឹងចំពោះរូបភាពរបស់យើងកាលណាយើងយក fit គឺវានឹងបង្ហាញទម្រង់នៃរូបភាពរបស់យើងពេញតែម្ដងក៏ល្មមដែលយើងមើលឃើញទាំងអស់នៅលើអេក្រង់បាទបន្តមកទៀតត្រង់កន្លែងនេះបើយើងយក fill វាពេញ
ដោយរូបភាពដែលយើងយក fit អំបញ្ញមិញគឺវាអត់ពេញអេក្រង់កុំព្យូទ័ររបស់យើងទេប៉ុន្តែ fit គឺវាមានន័យថាវាសមល្មមអាចឲ្យយើងឃើញតម្រងរូបភាពដែលយើងបាន download មកទាំងអស់បង្ហាញលើអេក្រង់តែបើយើងយកត្រង់feel នេះវិញគឺមានថាវាពេញអេក្រង់កុំព្យូទ័ររបស់យើងអញ្ចឹងពេលខ្លះគឺវាអាចបាត់នៅផ្នែកខ្លះនៃរូបភាពរបស់យើងឃើញទេបើសិនជាករណីយើងជ្រើសរើសតម្រង straight នេះវាលក្ខណៈទាញបាទទាញរូបភាពរបស់យើងឲ្យពេញមើលពេញល្អនៅក្នុងអេក្រង់ដែរប៉ុន្តែវាអាចខូចត្រង់ទ្រីនៅរូបភាពរបស់យើងបន្តទៀត tile បាទតម្រង tile បាទតម្រងបែបនេះបាទបន្តទៀតគឺ center បាទ center ចុច center ហ្នឹងមកឃើញទេបាទបន្តទៀត span បាទ span តម្រងបែបនេះបាទបងប្អូនមានសង្កេតឃើញត្រង់ការជ្រើសរើសបាទតម្រងបង្ហាញនៅលើ desktop នេះត្រង់ fit ហើយនឹងបាទ center នេះទេកាលណាយើងចុចត្រង់ fit គឺវានឹងបង្ហាញមានពណ៌នៅផ្នែកខាងក្រោមនេះបន្តទៀតហើយបាទបើយើងជ្រើសរើសបាទត្រង់ center ក៏វាបង្ហាញពណ៌ដែរប៉ុន្តែបើយើងជ្រើសរើសនៅតម្រងផ្សេងមាន fill ឬក៏ straight ជាដើមនេះគឺវាអត់បង្ហាញទេជាងនៅក្នុងនេះមានន័យថាត្រង់កន្លែងជំរើស fit ហើយនឹង center នេះគឺយើងអាចធ្វើការជ្រើសរើសពណ៌ផ្នែកខាងក្រោយរូបភាពរបស់យើងបានអញ្ចឹងឧទាហរណ៍លោកគ្រូយក fit ចោះហើយលោកគ្រូជ្រើសរើសនៅពណ៌ណាមួយឥឡូវយើងមើលពណ៌ដើមសិនពណ៌ខាងក្រោយវាណាឃើញទេជាងពណ៌ខាងក្រោយវាគឺពណ៌ខ្មៅពណ៌ខាងក្រោយរូបភាពណាតែលោកគ្រូអត់ចង់បានពណ៌ខ្មៅទេមើលទៅវាអត់ស្អាតអញ្ចឹងលោកគ្រូចង់បានពណ៌ផ្សេងទៀតជាងទៅលោកគ្រូចង់បានពណ៌ក្រហមជាងលោកគ្រូចង់យកពណ៌ក្រហមហើយជាវានឹងធ្វើការបាទដាក់ពណ៌ផ្នែកខាងក្រោយរូបភាពរបស់យើងគឺពណ៌ក្រហមតែម្ដងបាទចំណែកឯតកតងទៅនឹង center ក៏ដូចគ្នាបាទចុចទៅលើវាទៅគឺយើងអាចធ្វើការផ្លាស់ប្ដូរពណ៌ឥឡូវលោកគ្រូចង់បានបៃតងវិញអញ្ចឹងលោកគ្រូចុចជ្រើសរើសពណ៌បៃតងនេះមកបាទនេះគឺយើងអាចធ្វើការផ្លាស់ប្ដូរនៅពណ៌ខាងក្រោយរូបភាពរបស់យើងជាពណ៌បៃតងហើយបាទបន្តទៀតគឺយើងបាទបន្តពី picture ហើយគឺយើងបន្តចូលដល់ solid color អញ្ចឹងត្រង់ solid color នេះគឺយើងអាចធ្វើការជ្រើសរើសនៅពណ៌ដែលយើងចង់ដាក់លើអេក្រង់សុទ្ធតែម្ដងយើងចុចត្រង់ solid color ហើយបន្តមកគឺយើងជ្រើសរើសនៅពណ៌ឧទាហរណ៍លោកគ្រូជ្រើសរើសពណ៌ទឹកក្រូចនេះចុះចុចពណ៌ទឹកក្រូចហ្នឹងមកអញ្ចឹងវានឹងធ្វើការផ្លាស់ប្ដូរនៅលើអេក្រង់របស់យើងគឺពណ៌ទឹកក្រូចបែបនេះបើយើងចង់ធ្វើការកំណត់នៅពណ៌ផ្សេងទៀតគឺយើងអាចចុចត្រង់ view color នេះមកបាទត្រង់កន្លែងនេះយើងអាចធ្វើការចុច click មកឆ្វេងដើម្បីធ្វើការសេរីពណ៌លោកគ្រូចង់បានពណ៌ឧទាហរណ៍ពណ៌ក្រហមចុះបើយើងចង់បានពណ៌ក្រហមដិតគឺយើងអាចសេរីនៅផ្នែកខាងក្រោមនេះបាទដែលចុចត្រង់ចំណុចពណ៌ខ្មៅនេះបាទចុចមកឆ្វេងចូលលើវាហើយអូបាទទៅផ្នែកខាងឆ្វេងមកអញ្ចឹងបាទពណ៌ក្រហមនេះវាជាពណ៌ក្រហមដិតឬក៏ពណ៌ក្រហមចាស់ឃើញទេបាទបើចង់បានស្រាលយើងទាញវាសេរីមកផ្នែកខាងស្ដាំនេះមកឃើញមានពណ៌ក្រហមស្រាលទេបាទតបហើយយើងចុច done ជាវានឹងដាក់បាទអេក្រង់របស់យើងជាពណ៌ក្រហមនឹងស្រាលដែរបាទបន្តទៀតយើងចូលដល់ជម្រើសទី3ទាក់ទងទៅនឹង slide show នេះគឺយើងប្រើសមត្ថការបាទដាក់រូបភាពរបស់យើងឲ្យផ្លាស់ប្ដូរពីរូបភាពមួយទៅរូបភាពមួយនៅរយៈពេលណាមួយដែលចង់បានបាទអាចឲ្យ1នាទីផ្លាស់ប្ដូររូបភាពមួយ2នាទីផ្លាស់ប្ដូររូបភាពមួយក៏បានដែរចុចលើវាមួយមកបន្ទាប់ត្រង់ browse នេះគឺយើងទៅជ្រើសរើសនៅ folder ដែលផ្ទុករូបភាពរបស់យើងបាទយើងចុចត្រង់ browse បាទចុចលោកគ្រូទៅជ្រើសរើសរូបភាពនៅក្នុងទីតាំងបាទ driver នៅក្នុងវគ្គកុំព្យូទ័រកម្រិតដំបូងក្នុងមេរៀនទី3បាទអញ្ចឹងនៅក្នុងហ្នឹងគឺវាមាន folder ដែលផ្ទុករូបភាពបាទអញ្ចឹងយើងចុចចូលក្នុង folder ហ្នឹងគឺអាចមើលឃើញរូបភាពណាដោយសារកន្លែងនេះគេឲ្យយើងជ្រើសរើសតែ folder ទេបាទទោះបីជាយើងចុចចូលក្នុង folder ហ្នឹងក៏ដោយក៏អត់ឃើញរូបភាពដែរឃើញទេបាទតែបើយើងបើកផ្ទាំង Windows Explorer គឺយើងអាចមើលឃើញអញ្ចឹងលោកគ្រូបើកផ្ទាំង Windows Explorer អញ្ចឹងដើម្បីបើកវាយើងដឹងហើយយើងចុច start អក្សរ បាទចុច start button អក្សរ មកជឿលោកគ្រូចូលទៅទីតាំង driver បាទវគ្គកុំព្យូទ័រកម្រិតដំបូងមេរៀនទី3ឃើញទេអញ្ចឹងខាងក្រៅ folder laptop computer ហ្នឹងក៏មានបាទរូបភាពផ្សេងទៀតដែរហើយនៅក្នុង folder ហ្នឹងក៏មានរូបភាពជាច្រើនទៀតដែរអញ្ចឹងយើងចូលក្នុង folder ហ្នឹងមកឃើញទេអញ្ចឹងមានរូបភាពកុំព្យូទ័រជាច្រើន
ប៉ុន្តែត្រង់កន្លែងនេះដូចលោកគ្រូបញ្ជាក់ចឹងកាលណាយើងចុចត្រង់ browse នេះគឺយើងទៅជ្រើសរើសនៅ folder ដែលផ្ទុករូបភាពចឹងជ្រើសចុច folder នឹងហើយយកវាថា choose this folder បាទបន្ទាប់ពីចុចជ្រើសរើសបែបហ្នឹងហើយគឺយើងត្រូវទៅកំណត់នីតិត្រង់កន្លែងនេះត្រង់កន្លែង change picture every បាទយើងចុចត្រង់កន្លែងហ្នឹងមកវាមាន1នាទីឲ្យផ្លាស់ប្ដូររូបភាពម្ដង10នាទីរហូតដល់1ថ្ងៃបាទនេះរហូតដល់1ថ្ងៃជាងកន្លែងនេះលោកគ្រូជ្រើសរើសយក1នាទីបាទគ្រាន់តែជ្រើសរើសប៉ុណ្្នឹងមកគឺវាអាចធ្វើការផ្លាស់ប្ដូររូបភាពបាទពីមួយទៅមួយបានហើយបាទឥឡូវលោកគ្រូដាក់ពេញណាដើម្បីងាយស្រួលមើលណាបាទអញ្ចឹងបងប្អូនឃើញហើយឃើញវាធ្វើការផ្លាស់ប្ដូររូបភាពឲ្យយើងក្នុងមួយនេះរយៈពេល1នាទីម្ដងហើយបាទអញ្ចឹងបន្តមកលោកគ្រូបង្ហាញតទៅនឹងបាទជម្រើសទី4គឺ Windows Spotlight បាទចុចត្រង់ Windows Spotlight នេះមកជួយនឹងធ្វើការដាក់រូបភាពដែល Windows កំណត់ឲ្យស្រាប់តែម្ដងបាទអញ្ចឹងនេះតទៅនឹងការបាទកំណត់ដាក់រូបភាពនៅលើអេក្រង់កុំព្យូទ័ររបស់យើងតាមរបៀបទី1បាទអញ្ចឹងនៅខាងក្រោមនេះគឺលោកគ្រូបានបង្ហាញរៀបរាប់តទៅនឹងបាទជំរើសទាំង4ហើយពណ៌នាពីការប្រើប្រាស់វាមួយហើយជូនអញ្ចឹងអាចនិយាយសៀវភៅនេះមើលបន្ថែមបានណាសៀវភៅដែលបានជឿពីលោកគ្រូបាទបន្តទៀតគឺលោកគ្រូបញ្ចូលតទៅនឹងការផ្លាស់ប្ដូររូបភាពតាមវិធីសាស្ត្រទី2របៀបទី2ដើម្បីធ្វើការផ្លាស់ប្ដូរតាមវិធីសាស្ត្រទី2បានគឺយើងធ្វើការស្វែងរករូបភាពនៅទីតាំងណាមួយនៅក្នុងកុំព្យូទ័ររបស់យើងបន្ទាប់មកគឺយើងម៉ៅស្ដាំមួយបាទយើងម៉ៅស្ដាំលើរូបភាពរបស់យើងហើយបន្ទាប់មកយើងយកពាក្យថា set as desktop background បាទអញ្ចឹងឧទាហរណ៍ថាបើសិនជាករណីយើងដាក់នៅក្នុងទីតាំងណាមួយគឺយើងអាចទៅស្វែងរកនៅរូបភាពនៅទីតាំងដែលយើងចង់បានបាទតែឧទាហរណ៍ថាលោកគ្រូដាក់រូបភាពរបស់លោកគ្រូគឺនៅលើ desktop នៅលើអេក្រង់កុំព្យូទ័រអញ្ចឹងយើងអាចធ្វើការម៉ៅស្ដាំឲ្យចង់រូបភាពនៅលើអេក្រង់កុំព្យូទ័ររបស់យើងមកហើយបន្ទាប់មកគឺយើងយកពាក្យថា set as desktop background បាទចុចលើវាមួយជាមួយនឹងធ្វើការផ្លាស់ប្ដូរនៅរូបភាពរបស់យើងបានដូចគ្នាបាទអញ្ចឹងតើតើទៅនឹងការផ្លាស់ប្ដូររូបភាពទាំងពីរវិធីសាស្ត្រនេះគឺលោកគ្រូមានប៉ុណ្ណឹងហើយនៅក្នុងវីដេអូក្រោយគឺយើងបន្តចូលដល់ចំណុចទី5គឺយើងសិក្សាអំពី view icon បាទអញ្ចឹងចំពោះវីដេអូនេះគឺលោកគ្រូមានប៉ុណ្ណឹងសូមអរគុណ